ធ្លាប់តែមានឈ្មោះកំដររងតែពេលនេះក្លឹបអាស៊ានកំពុងវាយលុកបាល់ទាត់ក្នុងទ្វីបអាស៊ីមួយទំហឹងមនុស្សចាស់ត្រឹមរយៈពេលតែ2-3ឆ្នាំក្រុមបាល់ទាត់ជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានកែប្រែមុខមាត់ពីក្រុមដែលមានសមត្ថភាពស្រួយស្ដាងដៃខ្លីជើងខ្លីធ្វើអ្វីក្រុមធំៗមិនបានមកជាក្រុមដែលធ្វើឲ្យក្រឡាប់តុបាល់ទាត់ទ្វីបអាស៊ីនៅរដូវកាល2024-2025នេះនៅក្នុងការប្រកួតពានរង្វាន់លំដាប់ទី1របស់អាស៊ីពលគឺពានរង្វាន់ AFC Champions League Elite ក្លឹបល្បីកាន់ឆ្នាំបុរីรัมย์ United ជាក្លឹបមកពីតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ដែលបន្តបេសកកម្មនៅពានរង្វាន់កម្រិតខ្ពស់ជាងគេមួយនេះដោយបានទម្លាក់ម្ចាស់ជើងឯកលីកកំពូលម៉ាឡេស៊ីជុនហូដារុលតាស៊ីមខណៈបច្ចុប្បន្នមានក្លឹបយេអាស៊ីចំនួន7ផ្សេងទៀតដែលបានឡើងមកកាន់វគ្គ Quarter Final នេះដូចជា Al Hilal, Al Ahly, Al Nassr, Al Sadd, Yokohama S Marino, Kawasaki Frontale និង Gwangjuដល់ឡែកនៅក្នុងពានរង្វាន់ AFC Champions League 2 ដែលជាពានរង្វាន់លំដាប់ទី2ក៏មានក្លឹបអាស៊ានមួយដែរនឹងត្រូវឡើងតតាំងជាមួយក្រុម3ទៀតនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ដោយក្នុងនោះក្លឹបតំណាងសង្ហបុរី Lion City Sailor នឹងត្រូវបញ្ចេញសមត្ថភាពរបស់ខ្លួននៅខែមេសាខាងមុខនេះដោយអាចនឹងត្រូវជួបក្រុម Sydney FC ខណៈ Al Taiwan នឹងត្រូវស្វាគមន៍ក្រុម Saicha នៅវគ្គ Semi Final ក៏លេខមកមើលការប្រកួតដែលទើបតែបង្កើតថ្មីនៅរដូវកាលនេះវិញជាក់ស្ដែងគឺពាន AFC Challenge League ក្នុងចំណោមក្រុមទាំង4ដែលបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ក្នុងនោះមានក្រុមក្នុងតំបន់អាស៊ានដល់ទៅ2រួចទៅហើយដែលមានឈ្មោះតតាំងគ្នាក្រុមមកពីប្រទេសឥណ្ឌូនេស៊ី Madura United នឹងត្រូវជួបគ្នាជាមួយក្រុមខ្លាំងលីកកំពូលកម្ពុជាព្រះខ័នរាជស្វាយរៀងដើម្បីស្វែងរកជើងខ្លាំងប្រចាំតំបន់អាស៊ីខាងកើត